សូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនីដាសូមមកណែនាំនៅផ្ទះវីឡាដាក់លក់មួយកន្លែងទៀតហើយចាហើយសម្រាប់ផ្ទះវីឡានេះដែរគឺស្ថិតនៅសង្កាត់ស្វាយដង្គំក្រុងសៀមរាបចាហើយសម្រាប់ផ្ទះនេះដែរគឺមានផ្ទៃដីទទឹង28ម៉ែត្រនិងជម្រៅ50ម៉ែត្រចាហើយដោយដែលបងប្អូនបានទស្សនានៅក្នុងវីដេអូនេះអញ្ចឹងឃើញថានៅខាងមុខផ្ទះគឺសល់ដីទូលាយធំតែម្ដងចាដែលមានការរៀបចំសួននិងការដាំផ្កាយ៉ាងស្រស់ស្អាតផងដែរចាហើយសម្រាប់ដំណាំហូបផ្លែវិញក៏ច្រើនមុខផងដែរពុកម៉ែបងប្អូនចាដើមឈើល្អៗផងដែរចាហើយស្វាយក៏ផ្លែផងដែរចាហើយការតុបតែងសួនរបស់គាត់ក៏ស្អាតផងដែរពុកម៉ែបងប្អូនសម្រាប់ផ្ទះនេះនៅសល់ដីខាងមុខគឺធំទូលាយតែម្ដងហើយនឹងនៅខាងក្រោយក៏សល់ដីធំទូលាយផងដែរចាហើយសម្រាប់ផ្ទះនេះផងដែរគឺមានបន្ទប់គេងរហូតដល់ទៅ6បន្ទប់ចានិងបន្ទប់ទឹករហូតដល់ទៅ6បន្ទប់ទឹកផងដែរចឹងដើម្បីឲ្យឃើញកាន់តែច្បាស់ថាតើផ្ទះនេះមានសោភ័ណភាពស្អាតបែបណាសូមអញ្ជើញទៅទស្សនាផ្នែកខាងក្នុងផ្ទះនិងក្នុងបន្ទប់ទាំងអស់គ្នាចាសូមអញ្ជើញសូមអរគុណចានេះគឺចូលមកដល់ភ្លាមគឺថាផ្នែកខាងក្រោមនៃផ្ទះចាដែលមានកន្លែងអង្គុយលេងព្រមទាំងតុញ៉ាំអាហារជាពិសេសគឺមានផ្ទះបាយនៅខាងផ្នែកខាងក្រោមតែម្ដងពុកម៉ែបងប្អូនហើយសម្រាប់ផ្ទះបាយនេះដែរក៏មានភាពទូលាយចាគឺថាបន្ទប់អង្គុយលេងនិងផ្ទះបាយគឺថា open space តែម្ដងពុកម៉ែបងប្អូនចាគឺថាមើលទៅទូលាយស្រឡះភ្នែកតែម្ដងចាឥឡូវនេះនាំពុកម៉ែបងប្អូនទៅមើលនៅផ្នែកខាងក្រោយនៃផ្ទះវិញម្ដងចាផ្នែកខាងក្រោយនេះក៏មានបន្ទប់មួយដែរចាសម្រាប់បុគ្គលិកហើយនឹងមានសល់ដីទូលាយនិងមានដាំដំណាំជាច្រើនផងដែរហើយបើនិយាយអំពីទីធ្លានៅខាងមុខផ្ទះវិញគឺថាស្រឡះនិងធំមែនតែនពុកម៉ែបងប្អូនហើយសម្រាប់ដើមឈើវិញសុទ្ធតែដើមឈើដែលមានប្រយោជន៍ទាំងអស់ចាឥឡូវនេះគឺយើងឡើងមកដល់ផ្នែកខាងលើនៃផ្ទះចាឃើញថាមានកន្លែងអង្គុយលេងមួយទៀតផងដែរចាដែលមានទីធ្លាទូលាយចាហើយបើមើលពីផ្នែកខាងលើពុកម៉ែបងប្អូនមើលទៅខាងក្រោមចាឃើញថាគឺស្អាតមែនតែនមានសោភ័ណភាពខៀវស្រងាត់តែម្ដងពុកម៉ែបងប្អូនចាពាក់ព័ន្ធនឹងផ្កាក៏ស្រស់ស្អាតផងដែរចាហើយនឹងសល់ទីធ្លាធំទូលាយតែម្ដងអូខេឥឡូវនេះយើងក្រឡេកទៅមើលផ្នែកខាងក្នុងបន្ទប់ទាំងអស់គ្នាចាឥឡូវនេះយើងចូលមកដល់ផ្នែកខាងក្នុងបន្ទប់ឃើញថាបន្ទប់នេះក៏ធំទូលាយផងដែរពុកម៉ែបងប្អូនចាគឺថាល្អសម្រាប់ការរស់នៅតែម្ដងចាហើយក៏មានបន្ទប់ទឹកនៅក្នុងបន្ទប់គេងផងដែរចាហើយសម្រាប់បន្ទប់ទឹកវិញក៏មានភាពធំទូលាយផងដែរចាគឺស្តង់ដារតែម្ដងចាសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងចង់បានផ្ទះវីឡាឬក៏ដីឬក៏ប៊ូទីកសន្តាគារផ្សេងដែលស្ថិតនៅក្នុងក្រុងសៀមរាបសូមទំនាក់ទំនងមក MAC Property សៀមរាប MAC Property សៀមរាបយើងខ្ញុំរីករាយស្វាគមន៍ក្នុងការផ្ដល់ព័ត៌មានបន្ថែមជូននិងមានជម្រើសជាច្រើនទៀតជូនពុកម៉ែបងប្អូនចាសូមអរគុណ